សូមច្រើនពលលោកគ្រូនៅក្នុងវីដេអូនេះអាត្មាសូម demo បង្ហាញទៅលើអំពី page structure បើសិនបើមានចំណុចខ្វះខាតតรงណានោះសូមលោកគ្រូជួយបន្ថែមផងនៅក្នុង page structure នេះគឺអាត្មាបានបញ្ចូល folder package ដូចតទៅនេះគឺ package model សម្រាប់ភាសាទុក entity class បង្កើត table ទៅកាន់ database ដែលអាត្មាប្រើ lookbox data នេះហើយ annotation entity នេះដាក់ឈ្មោះថា TBL customer ទៅពេលដែល run ទៅគឺវានឹងបង្កើត database ទៅកាន់ database អញ្ចឹងមាន4 table មាន4 table មាន customer អត្ថន័យរបស់គាត់ identity card ហើយនិង placeables អញ្ចឹងរាល់ចំណុចទាំងអស់ហ្នឹងគឺ one to one ទាំងអស់គឺ customer មួយអាចមាន identity card តែមួយទេអាចកាន់ active ប៉ុន្តែព័ត៌មានរបស់គាត់អាចមានច្រើនតែពេលវាចេញមកគឺអត្តសញ្ញាណប័ណ្ណរបស់គាត់គឺយើងយកទៅ active មកប្រើទេរីឯផ្សេងៗអាចចង់ expire ហ្នឹងគឺយើងនឹងបិទជា inactive វិញនេះជា package សម្រាប់ភាសា file exception អញ្ចឹងមាន app exception global exception និង service exception អញ្ចឹង app exception នេះប្រើច្រើននៅក្នុងនេះគឺអាត្មាប្រើនៅក្នុង service exception ទុក throw exception មកវិញជាបន្តចូលទៅកាន់ repository មាន repo នេះមានជា data access layer មាន4 file ចូលមកកាន់ service មាន service interface និង service implement អញ្ចឹង service interface ដាក់ចេញមកដើម្បីសួរ maintenance នៅពេលដែលយើង maintenance ទៅគឺមើលទៅប៉ុណ្ណេះសិនដល់ពេលខាង implement គឺកូដច្រើនអញ្ចឹងនៅក្នុង customer service នេះមាន method ដូចតទៅនេះគឺទី1សម្រាប់ register កាត់អតិថិជនថ្មីសម្រាប់ update identity card របស់គាត់អត្តសញ្ញាណប័ណ្ណរបស់គាត់ហ្នឹងហើយនឹងសម្រាប់ទាញយកអត្តសញ្ញាណប័ណ្ណរបស់គាត់ឬក៏ប្រភេទអត្តសញ្ញាណប័ណ្ណរបស់គាត់មានប្រមាណមាន cloud passport មានអីជាដើមនេះស្វែងរកអតិថិជនតាម ID របស់គាត់ទាញមកហើយប្រើ page ដើម្បីធ្វើ pagination ហើយប្រើ parameter pageable ដែលមានបោះមកសិនហ្នឹងដើម្បីបោះ short របស់ page របស់ទៅនេះគឺសម្រាប់ change profile របស់គាត់នៅពេលដែលគាត់នេះទៅគាត់អាច update profile របស់គាត់បានហើយចំពោះរូបភាពចាស់របស់គាត់នឹងទៅលុបហើយចំនួនដល់រូបភាពថ្មីអត់រក្សាទុករូបភាពចាស់ទេដើម្បីកុំឲ្យ server យើងធ្ងន់ចឹងនេះសម្រាប់ handle ទៅលើ file service ហើយនេះសម្រាប់ទៅលើ card សម្រាប់ change ទៅលើ status handle ទៅលើ change status របស់ card របស់អត្តសញ្ញាណប័ណ្ណរបស់គាត់ទៅជា active inactive គឺខាងនេះអ្នកធ្វើអញ្ចឹងមកសូមចូលកាន់ implement បន្តិច implement ដូចរឿងច្រើននៅក្នុង implement នេះមុនចាប់ផ្ដើម register ហ្នឹងខ្ញុំបានធ្វើ validation មួយនៅទុកមុនវត្តខ្ញុំបានដាក់ validation ផ្សេងនៅក្នុងឆៅក្នុងមកតែដោយសារតែច្រើនពេកខ្ញុំក៏សម្រាប់ចិត្តបាយពូដល់ទៅថ្មីមួយទៀតដាក់ឈ្មោះថា customer validation ដើម្បីទុកដូចតទៅនេះអញ្ចឹងទី1យើងទុកទៅលើ customer ID នេះគឺមិនអនុញ្ញាតឲ្យ customer ID ស្ទួងគ្នាទេនឹង unique ផ្សេងគ្នា email ដូចគ្នាគឺមិនអនុញ្ញាតឲ្យស្ទួងគ្នា phone ក៏អត់អនុញ្ញាតស្ទួងគ្នា identity card នេះឆែកពីរគឺមិនអនុញ្ញាតឲ្យ identity card នឹងអត្តសញ្ញាណប័ណ្ណគាត់ស្ទួងគ្នាហើយគឺមិនយកអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពទេអញ្ចឹងគាត់មកទុកកន្លែងនេះបើសិនណាបើអត្តសញ្ញាណប័ណ្ណនោះទៅបានគេប្រើហើយ through exception ទៅ client វិញថាតែមិនទៅបានគេប្រើហើយបើសិនបើហួសសុពលភាពនឹង through exception នេះទៅកាន់ client វិញថា identity card នេះទៅបានហួសសុពលភាពរួចបាត់ហើយនេះខាង validation util ចូលមកកាន់ controller layer វិញខាង client នេះ controller នេះមានប៉ុណ្ណេះមាន list ណាមាន row សម្រាប់ list ទាញ list ទៅមានអញ្ចឹងមកសំខាន់ទៅកាន់ register ជា demo មួយអញ្ចឹងមាន log មកបានប្រើ log នេះបើកចាត់មកយើងដាក់ log មួយហើយមាន try catch ចំនួន2តង់ catch ទៅ finally ចុះក្រោយទៀតអញ្ចឹង catch ទី1 app exception បើក្នុងករណី error នេះគឺយើងបោះឲ្យ response header នេះ set error នេះ set ដែលទីមកដែលបោះមកដល់ពី log មកបោះចូលក្នុងនេះទៅគឺវានឹងបញ្ចេញ error ទៅកាន់ client ប្រាប់ client ថា error មកពីអីខាង exception ដូចគ្នាហើយនឹងចុងក្រោយគឺ final ហើយកន្លែងនេះគឺយើងហៅពី service មក service registration service មកហើយយក request ដែលអតិថិជនរបស់មកដែល client គាត់បោះមកហើយ sell ចំណានពោលលីលគ្រូគឺមានតែប៉ុណ្ណេះបើមានចំណុចខ្វះខាតនេះគ្រូសូមជួយថែផង